បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅក្នុងវីដេអូនេះដែរខ្ញុំបាទនឹងលើកយកនៅគ្រោះខ្លាចជាលៀបបាទហេតុអីបានខ្ញុំថាគ្រោះខ្លាចជាលៀបនេះឆ្នេះសូមពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅចំនួនជនរងគ្រោះបាត់បង់ជីវិតនៅវេស៊ុយអេឡាបានកើនឡើងជាលំដាប់គិតត្រឹមថ្ងៃសៅរ៍ទី27ខែមិថុនាគ្រោះរញ្ជួយដីនៅវេស៊ុយអេឡាបានផ្ដាច់ជីវិតមនុស្សអស់ចំនួនយ៉ាងហោចណាស់920នាក់និង50000នាក់បាត់ខ្លួនប្រជាជនប្រមាណជា8លាននាក់អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះបាទអញ្ចឹងគ្រោះរញ្ជួយដីនៅវេស៊ុយអេឡាហ្នឹងគឺបានសម្លាប់មនុស្សយ៉ាងហោចណាស់920នាក់និង50000នាក់ទៀតបានបាត់ខ្លួនហើយប្រជាជនប្រមាណជា8លាននាក់អាចនឹងរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនេះបាទដោយមិនប្រកាន់ប្រវត្តិទំនាក់ទំនងល្អឬអាប់អួរជាមួយគ្នានោះឡើយសហគមន៍អន្តរជាតិចាំបាច់ត្រូវតែលូកដៃជួយវេណេស៊ុយអេឡាជាបន្ទាន់បាទអញ្ចឹងបើទោះបីជាប្រទេសមួយចំនួនហ្នឹងគឺមានទំនាក់ទំនងមិនល្អឬអាក្រក់យ៉ាងណាក៏ដោយជាមួយនៅវេស៊ុយអេឡានៅពេលនេះគឺបានជួយដល់នៅវេស៊ុយអេឡាហើយបាទតាមការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិក្រមរុករកនិងសង្គ្រោះអន្តរជាតិចំនួន17កងនិងពេទ្យសង្គ្រោះបន្ទាន់8ក្រុមដែលមានមនុស្សប្រហែលជាង1000នាក់មកពីប្រទេសស៊ីលីកូឡុំប៊ីសាល់វ៉ាដ័រអ៊ីតាលីមិចស៊ីកស្វីសនិងសហរដ្ឋអាមេរិកក្រុមអ្នកជំនាញសង្គ្រោះមានបារាំងអង់គ្លេសអាល្លឺម៉ង់ឆែកអេក្វាទ័រសង់ដានីកាតាអេស្ប៉ាញនិងអឺរ៉ុបកំពុងមកដល់ជាបណ្ដាដែរបាទអញ្ចឹងប្រទេសជាច្រើននៅលើពិភពលោកនេះគឺបានជួយដល់ប្រទេសនៅវេស៊ុយអេឡាហើយបាទគឺបានចាត់មនុស្សមកជួយដល់ប្រទេសនឹងតែម្ដងបាទជាការកត់សម្គាល់គ្រោះរញ្ជួយដីពីនេះបានធ្វើឲ្យវេណេស៊ុយអេឡារកឃើញទំនាក់ទំនងប្រសើរឡើងជាមួយប្រទេសជិតខាងបាទទោះបីជាធ្លាប់មានភាពប្រកម្មប្រកោខ្លាំងលើសំណុំរឿងជួញដូរខុសច្បាប់ឆ្លងដែនគ្រប់ប្រភេទយ៉ាងណាក្តីកូឡុំប៊ីដែលមានព្រំដែនជាប់វេណេស៊ុយអេឡាបានបញ្ជូនជំនួយទៅជួយប្រទេសជិតខាងនេះភ្លាមដោយមិនស្ទាក់ស្ទើរឡើយបាទអញ្ចឹងប្រទេសកូឡុំប៊ីដែលធ្លាប់មានរឿងក្តីក្តាំជាមួយនឹងខាងនៅវេស៊ុយអេឡាគឺបានផ្ដល់ជំនួយទៅដល់ជួយប្រទេសនៅវេស៊ុយអេឡាហ្នឹងគឺមិនស្ទាក់ស្ទើរទេបាទគឺផ្ដល់ជំនួយមកភ្លាមតែម្ដងបាទរីឯប្រធានាធិបតីប្រេស៊ីលដែលជាប្រទេសជាប់របបម្ខាងទៀតបានប្រកាសធានាជួយរដ្ឋាភិបាលបណ្ដោះអាសន្ននៅវេស៊ុយអេឡាក្នុងការស្ថាបនាប្រទេសនេះឡើងវិញក្រោយគ្រោះរញ្ជួយដីមិនស្និទ្ធនឹងរបបការអាកាសមែនតែអាសង់ទីនមិនកន្តើយបានផ្ញើសារសាមគ្គីភាពជាមួយប្រជាពលរដ្ឋវេណេស៊ុយអេឡាផងដែរបាទអញ្ចឹងប្រធានាធិបតីប្រេស៊ីលក៏បានផ្ញើសារទៅដល់រដ្ឋាភិបាលនៅវេស៊ុយអេឡានៅពេលដែលចប់គ្រោះរញ្ជួយដីហ្នឹងគឺរដ្ឋាភិបាលនៅខាងប្រេស៊ីលហ្នឹងគឺនឹងជួយស្ថាបនាប្រទេសនឹងឡើងវិញបាទហើយដោយឡែកអាសង់ទីនក៏បានផ្ញើសារទៅដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡាដែរក្នុងការសាមគ្គីភាពជាមួយនឹងនៅវេស៊ុយអេឡាហ្នឹងបាទសម្ព័ន្ធមិត្តចាស់ដែលឃ្លាតមួយរយៈក៏វិលវិញគួយបាបានបង្ហាញភាពស្វាហាប់ជួយវេណេស៊ុយអេឡាយ៉ាងខ្លាំងដោយបានបញ្ជូនគ្រូពេទ្យជាច្រើននាក់អ៊ីរ៉ង់ទោះជាប់ដៃធ្វើសង្គ្រាមជាមួយអាមេរិកខ្លាំងយ៉ាងណាក៏ដោយក៏ត្រៀមជាស្រេចនឹងមកជួយដែរចំណែកប្រធានាធិបតីចិនដែលដកខ្លួនឆ្ងាយពីក្រុងការ៉ាកាសតាំងពីអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីម៉ាដឺរ៉ូបានប្រកាសបញ្ជូនជំនួយសង្គ្រោះនិងជំនួយស្ថាបនាប្រទេសនៅវេស៊ុយអេឡាពីគ្រោះមហន្តរាយនេះដែរបាទអញ្ចឹងប្រទេសធំជាច្រើនដែលធ្លាប់តែដកឃ្លាឬក៏ឃ្លាតឆ្ងាយពីនៅវេស៊ុយអេឡានៅពេលនេះគឺបានជួយដល់នៅវេស៊ុយអេឡានឹងវិលត្រឡប់មកជួយកសាងប្រទេសនៅវេស៊ុយអេឡាឡើងវិញនៅពេលដែលចប់គ្រោះរញ្ជួយដីនឹងបាទចុះជាមួយអាមេរិកវិញអាមេរិកបានប្រកាសផ្ដល់ជំនួយ$150 លានក្នុងនោះ50សម្រាប់ក្រុមអង្គការមនុស្សធម៌នៅផ្ទាល់នឹងកន្លែងនិង$100 លានឲ្យទៅការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិបាទអញ្ចឹងអាមេរិកដែលធ្លាប់ចាប់ប្រធានាធិបតីនៅវេស៊ុយអេឡាគឺលោក
ម៉ាដារ៉ូឥឡូវនេះក៏បានប្រកាសផ្ដល់ជំនួយទៅដល់នៅវេសេឡាចំនួន150លានផងដែរបាទ150លានដុល្លារដែលក្នុងនោះ50លានដុល្លារគឺបានផ្ដល់ទៅក្រុមអង្គការមនុស្សធម៌នៅផ្ទាល់នឹងកន្លែងដែលបានចុះទៅដល់ប្រទេសនូវេសេឡានឹងបាទហើយ100លានដុល្លារទៀតក៏បានឲ្យទៅការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិនឹងបាទក្នុងការចាត់ចែងទៅលើការផ្ដល់ចំនួនមនុស្សធម៌ផ្សេងៗនៅក្នុងប្រទេសនូវេសេឡានឹងបាទដោយឡែកសេលីកូឡុំប៊ីក៏អាចឃើញផលពីទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡាបច្ចុប្បន្នដែរដើម្បីធ្វើមាតុភូមិនិវត្តន៍ជូនអន្តោប្រវេសន៍នៅវេសេអេឡាដែលមានចំនួនប្រមាណជា8លាននាក់ក្នុងនោះ6នាក់កំពុងស្ថិតនៅក្នុងបណ្ដាប្រទេសអាមេរិកឡាទីនបាទអញ្ចឹងនៅពេលដែលមានគ្រោះរញ្ជួយដីនេះយើងគិតថានៅវេសេអេឡាគឺបានរងគ្រោះធ្ងន់ធ្ងរខ្លាំងបាទប៉ុន្តែនៅគ្រាដែលមានគ្រោះរញ្ជួយដីនេះក៏បានប្រែក្លាយជាគ្រោះនឹងទៅជាលៀបវិញបាទដោយប្រទេសមួយចំនួនដែលធ្លាប់មានទំនាក់ទំនងមិនល្អជាមួយនូវេសេអេឡានិងប្រទេសមួយចំនួនក៏បានដកលើឆ្ងាយពីនូវេសេអេឡាដកការទំនាក់ទំនងឯផ្សេងៗហ្នឹងឥឡូវនេះគឺបានវិលចូលមកជួយនូវេសេអេឡាហើយបាទដោយមិនបានគិតពីអតីតកាលរបស់ខ្លួននៅក្នុងការទំនាក់ទំនងឬក៏ចំនួនផ្សេងៗនោះឡើយបាទអញ្ចឹងហើយបានជាខ្ញុំនិយាយថាគ្រោះខ្លាចជាលៀបបាទដោយនៅពេលដែលមានបញ្ហាហ្នឹងគឺមានការផ្ដើមមើលតំណែងផ្សេងទៀតហ្នឹងគឺបានវិលត្រឡប់ចូលមកនៅវេសេអេឡាវិញបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត